Rương dày ạp, rương ní miên đầm nở đôi tỏ tàu. Nơ phùm tôj muối chmô phùm trạch đốt. Đã miên phтяប្រក់ស្បូវទ្រុឌទ្រោមដាច់ត្រយ៉ាលមួយគេបាននិយាយតគ្នាថាមានយាយអាបម្នាក់រស់នៅយាយអាបនោះមានឈ្មោះថាយាយផាន់ជាស្ត្រីចំណាស់មានសម្បូរខ្មៅស្រអែមរាងស្គមស្គាំងភ្នែករលីងរលោងគួរឲ្យខ្លាចគាត់រស់នៅតែម្នាក់ឯងមិនសូវចេញពីផ្ទះឡើយហើយកម្រនឹងនិយាយជាមួយអ្នកភូមិណាស់អ្នកភូមិគ្រប់គ្នាខ្លាចគាត់ជាទីបំផុតព្រោះគេជឿថាយាយផាន់ជាអាពិតប្រាកដរឿងរ៉ាវដ៏គួរឲ្យខ្លាចអំពីយាយផាន់បានល្បីសុសសាយពេញភូមិគេបាននិយាយថាគាត់តែងតែដកក្បាលចេញពីខ្លួននៅពេលយប់ហើយហោះហើរទៅរកស៊ីសត្វមានជីវិតដូចជាមាន់ទាជ្រូកឬក៏កូនក្មេងដែលដេកលក់ធ្វេសប្រហែសពេលខ្លះគេក៏បានឃើញពន្លឺភ្លឺផ្លេតពណ៌បៃតងព្រឿងហោះចេញពីផ្ទះគាត់នៅពេលយប់ជ្រៅដែលអ្នកភូមិជឿថាជាពន្លឺចេញពីពណ៌របស់អាបដោយសារតែរឿងរ៉ាវដ៏ព្រឺព្រួយទាំងនេះគ្មាននរណាម្នាក់ហ៊ានដើរកាត់មុខផ្ទះយាយផាន់នៅពេលយប់ឡើយថ្ងៃមួយមានក្រុមបុរសវ័យក្មេង4នាក់ឈ្មោះសាកលវិសាលសុភ័ក្រនិងករុណាដែលជាអ្នកភូមិថ្មីទើបមកតាំងទីលំនៅពួកគេមិនជឿរឿងអាបនោះទេហើយគិតថាជារឿងនិទានដើម្បីបំភ័យក្មេងៗពួកគេបានភ្នាល់គ្នាថានឹងទៅលុបមើលផ្ទះយាយផាន់នៅពេលយប់ដើម្បីស្វែងរកការពិតយប់មួយដល់ងងឹតសូនឈឹងពួកគេទាំង4នាក់បានលុបទៅជិតផ្ទះយាយផាន់ពួកគេបានពន់នៅក្រោមដើមស្វាយចាំមួយដើមដែលដុះកំបែកផ្ទះនោះភាពស្ងិតជ្រងំនៃរាត្រីបានធ្វើឲ្យពួកគេមានអារម្មណ៍ភ័យបន្តិចប្រហែលជាពាក់កណ្ដាលអាធ្រាត្រស្រាប់តែមានសំឡេងក្រឡុកពីក្នុងផ្ទះយាយផាន់ពួកគេបានលុបមើលតាមចន្លោះប្រហោងនៃជញ្ជាំងផ្ទះពួកគេបានឃើញយាយផាន់កំពុងអង្គុយលើកន្ទេលចាំមួយភ្លាមនោះយាយផាន់បានចាប់ផ្ដើមដោះសំពត់របស់គាត់បន្ទាប់មកគាត់បានដោះអាវហើយពួកគេបានឃើញពន្លឺភ្លឺព្រឿងចេញពីពោះរបស់គាត់ភ្នែករបស់គាត់បានប្រែជាក្រហមឆ្អៅហើយធ្មេញរបស់គាត់បានរីកវែងយ៉ាងខ្លាំងសាកលបានខ្សឹបប្រាប់មិត្តភក្តិរបស់គាត់ថាមើលនេះនាងពិតជាអាបមែនហើយបន្ទាប់មកយាយផាន់បានលើកដៃទាំងពីរឡើងហើយបានចាប់ក្បាលរបស់គាត់ទាញចេញពីខ្លួនរាងកាយរបស់គាត់នៅដេកស្ងៀមនៅលើកន្ទេលចំណែកឯក្បាលរបស់គាត់ដែលមានសរសៃពួរនៅពុកវៀនជាប់ជាមួយបានហោះឡើងទៅលើអាកាសពន្លឺពណ៌បៃតងព្រឿងបានភ្លឺចេញពីពុកវៀននោះក្បាលអាបបានហក់ចេញទៅក្រៅតាមចន្លោះដំបូលផ្ទះយ៉ាងលឿនបុរសទាំង4នាក់ភ័យស្លន់ស្លាយយ៉ាងខ្លាំងវិសាលបានស្រែកឡើងថារត់ទៅពួកគេបានរត់យ៉ាងលឿនចេញពីផ្ទះយាយផាន់ដោយមិនបានគិតអ្វីទាំងអស់ពួកគេរត់មិនឈប់រហូតដល់ទៅដល់ផ្ទះវិញពួកគេបានប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់ឪពុកម្ដាយរបស់ពួកគេឪពុកម្ដាយរបស់ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានស្ដីបន្ទោសពួកគេចំពោះភាពលឿនខ្លៅរបស់ពួកគេចាប់តាំងពីថ្ងៃនោះមកបុរសទាំង4នាក់មិនដែលហ៊ាននិយាយពីរឿងអាបទៀតឡើយពួកគេបានក្លាយជាមនុស្សដែលជឿរឿងខ្មោចខ្លាំងណាស់ភូមិត្រេកដុសនៅតែបន្តរស់នៅក្នុងភាពភ័យខ្លាចចំពោះយាយអាបផាន់គ្មាននរណាម្នាក់ហ៊ានដើរនៅពេលយប់ទៀតឡើយជាពិសេសនៅជិតផ្ទះយាយផាន់រឿងរ៉ាវរបស់យាយអាបផាន់បានបន្តល្បីល្បាញតគ្នាពីជំនាន់មួយទៅជំនាន់មួយជាការដាស់តឿនឲ្យមនុស្សគ្រប់គ្នាកុំមើលងាយជំនឿរបស់អ្នកស្រុកនិងកុំប្រមាថអំណាចនៃភាពអមនុស្សយារឿងនេះគឺចប់តែប៉ុណ្នេះបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅការតែងរឿងរបស់ខ្ញុំបាទសូមជួយចុចជាវ Channel ខ្ញុំបាទម្នាក់មួយផងណាសូមអរគុណសូមជម្រាបលា